ចាសួស្តីបងប្អូនបានតសក់ខ្ចីអត់ដឹងធ្វើអីធ្វើជ្រក់តសក់ញ៉ាំបងប្អូនហើយគឺមានរសជាតិឆ្ងាញ់មែនតើវិធីខ្ញុំធ្វើនេះនិយាយរួមទៅខ្ញុំអាសាធ្វើដែរប្រភេទជ្រក់តសក់ស្រូវហើយជាដំបូងយើងលាងវាថ្មិចលាងឲ្យស្អាតទៅណាបងប្អូនកាត់ក្បាលកាត់កតុយអីហើយទៅយើងលាងឲ្យស្អាតហើយយើងកាត់វាកង់ចេះក៏បានឬក៏បងប្អូនចិត្តជាចំណិតអីក៏បានដែរតាមចំណង់ចំណូលចិត្តរបស់យើងណាបងប្អូនហើយវិធីធ្វើគឺងាយបងប្អូនហើយយើងចិត្តហើយយើងទុកវាមួយឡែកសិនទៅហើយបន្ទាប់មកយើងមកដាក់ដាំទឹកស្ករបងប្អូនដាំទឹកស្ករដើម្បីយកទៅធ្វើជ្រក់តសក់របស់យើងហ្នឹងបងប្អូនហើយតសក់របស់ខ្ញុំហ្នឹងវា2គីឡូបងប្អូន2គីឡូហើយខ្ញុំប្រើស្ករត្នោតហ្នឹង2ស្លាបព្រាកន្លះបងប្អូន2ស្លាបព្រាកន្លះហើយខ្ញុំកូរវាឲ្យឈ្ងុយបងប្អូនកូរវារៀងឡើងឈ្ងុយសិនទៅចាំខ្ញុំដាក់ទឹកត្រីចូលបងប្អូនដាក់ទឹកត្រីចូលមួយវែកស្លរបស់ខ្ញុំហ្នឹងណាខ្ញុំដាក់ទឹកត្រីមកវែកហើយខ្ញុំកូរវាឲ្យវារៀងឡើងឈ្ងុយបន្តិចដែរនិយាយរួមទៅវិធីខ្ញុំធ្វើនេះគឺមានរសជាតិឆ្ងាញ់មែនតើបងប្អូនហើយខ្ញុំយកទៅចាក់វាទាំងក្តៅហ្នឹងណាចាក់តសក់ទៅលើតសក់របស់យើងបងប្អូនចាក់បែបហ្នឹងធ្វើឲ្យតសក់របស់យើងគឺស្រួយឆ្ងាញ់មែនតើហើយទឹកបងប្អូនទៅលើទឹកខ្ញុំប្រើ1លីត្រកន្លះទៅលើទឹកហើយទៅលើអំបិលខ្ញុំប្រើអំបិល2ស្លាបព្រាហើយនឹងប៊ីចេងហ្នឹងកន្លះស្លាបព្រាផងដែរបងប្អូនហើយប៊ីចេងយើងដាក់វាអញ្ចឹងទៅវាឆាប់កាច់ជ្រក់របស់យើងឲ្យឆាប់ជូរហើយបន្ទាប់មកទឹកយើងដាំវាឲ្យពុះហើយយើងយកវាមកចាក់ទាំងក្តៅបងប្អូនវាអត់លួយណាបងប្អូនចាក់វាទាំងក្តៅទៅហើយចាក់វាទាំងក្តៅហើយកុំតន់អាក្របវាភ្លាមយើងទុកឲ្យវាធ្វើមិនឲ្យចុះត្រជាក់ឲ្យអស់សិនទុកវាចុះត្រជាក់ចាំយើងក្របវាបងប្អូនបើយើងក្របវាទាំងក្តៅវាធ្វើឲ្យតសក់របស់យើងហ្នឹងអាលួយយើងកុំបាច់ក្របវាទាំងក្តៅទេទុកវាត្រជាក់ទៅចាំយើងក្របវាហើយយើងផ្អាប់នៅក្នុងផ្ទះបាយហ្នឹងរយៈពេលនិយាយរួមមកយប់មួយថ្ងៃទៅគឺជូរហើយបងប្អូននិយាយរួមបងប្អូនអាចភ្លក់មើលបានជូរតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បានណាហើយឥឡូវនេះខ្ញុំប្រើរយៈពេលមួយយប់មួយថ្ងៃបងប្អូនខ្ញុំធ្វើពេលល្ងាចអញ្ចឹងស្អែកមួយថ្ងៃហើយនឹងនិយាយរួមវាជូរល្មមបងប្អូនអត់ជូរជ្រិញទេហើយអត់ជ្រិញទេហើយខ្ញុំស្រង់វាចេញពីទឹកជ្រក់ហ្នឹងមកដើម្បីយកមកលាយបន្ថែមបងប្អូនខ្ញុំលាយគ្រឿងផ្សំបន្ថែមដូចជាអំបិលស្ករប៊ីចេងហើយនឹងទឹកត្រីបងប្អូនហើយបើទៅលើម្ទេសបើសិនជាបងប្អូនចូលចិត្តហឹរបងប្អូនកាត់វានៅពេលហ្នឹងឲ្យហើយបងប្អូនកាត់វាដើម្បីបញ្ចេញជាតិហឹរពេលយើងញ៉ាំចំអាម្ទេសហ្នឹងវាហឹរតិចគឺមានរសជាតិឆ្ងាញ់មែនតើបងប្អូនហើយបន្ទាប់មកយើងយកវាដាក់ក្នុងទូទឹកកកទូត្រជាក់យើងធម្មតាហ្នឹងហើយវាធ្វើបែបហ្នឹងតសក់របស់យើងកាន់តែស្រួយឆ្ងាញ់បងប្អូនអាចសាកធ្វើញ៉ាំបានបងប្អូន